បាទជំរាបសួរអញ្ចឹងសម្រាប់បងណាគាត់ចង់បង្កើត account បែបជាក្នុងទូរស័ព្ទអញ្ចឹងយើងចូលមកយើងចុចទៅលើពាក្យ register មកហ្នឹងហើយអញ្ចឹងយើងត្រូវមាន Gmail ព្រោះថាយើងវាយ Gmail របស់យើងចូល Gmail ដែលចាំបង្កើតថ្មីហ្នឹងឬក៏យើងមាន Gmail ចាស់ដែលអត់អាច connect ហ្នឹងក៏យើងអាចយកមកដាក់បានដែរអញ្ចឹងយើងវាយ Gmail យើងចូលយើងវាយព្រោះថាយើងចុច register ទៅវានឹង load ទៅ Gmail របស់យើងអញ្ចឹងបងត្រូវចុចមក home ព្រោះថាយើងចូលទៅ Gmail អញ្ចឹងនេះបើផ្ញើមកវាផ្ញើមកផ្ញើជា link អញ្ចឹងខ្ញុំចុចចូលទៅក្នុង link ហ្នឹងបន្តមកទៀតបណ្ដានេះវាឲ្យយើងវាយជា password សម្រាប់យើង log in ជាខ្ញុំបង្កើតជា password ខ្ញុំវាយ password ខ្ញុំ2លើ Chrome ខ្ញុំវាយលើ Chrome នោះឲ្យដូចគ្នាអានេះខ្ញុំសុំ password នេះអូខេចាំឲ្យខ្ញុំដូរប្រទេសខ្ញុំដាក់ទៅជប៉ុនបាទយើងអស់ Chrome មកជប៉ុនហ្នឹងឯងហើយចុច continue ខ្ញុំបដិបត្តិច្បាស់សិនមកចាំយើង continue ទៅទៀតអូខេអញ្ចឹងមានន័យថា account ហ្នឹងគឺយើងបង្កើតហើយបាទឥឡូវយើងចូលមក edit user information នេះចូលទៅពាក្យថា my page រួចហើយយើងអស់ទៅ edit user information ចុចលើនៅមកបាទអញ្ចឹងកន្លែងហ្នឹងគឺបងត្រូវដាក់ឈ្មោះរបស់បងបាទដាក់ឈ្មោះរបស់បងអានេះខ្ញុំឧទាហរណ៍ទេអញ្ចឹងមកដាក់ឈ្មោះបងទៅហើយបងវាយលេខកូដតាមវីដេអូហ្នឹងមកកន្លែងឈ្មោះគឺបងដាក់ឈ្មោះបងប៉ុន្តែក្រៅពីហ្នឹងបងអាចវាយតាមវីដេអូមកណែនាំបន្តិចកន្លែងសញ្ញាដកនៅក្នុងលេខហ្នឹងគឺខ្ញុំដាក់ខុសអញ្ចឹងអាចបងមិនបាច់ដាក់សញ្ញាដកក៏បានដែរតែអញ្ចឹងហ្នឹងយើងចុចតាមហ្នឹងចុចតាមក្នុងវីដេអូបើកន្លែងនេះយើងដាក់សញ្ញាដកអត់អីទេប៉ុន្តែឥឡូវហ្នឹងគឺឥឡូវមុនត្បូងគេហ្នឹងគឺយើងអត់ដាក់សញ្ញាដកបានចឹងកន្លែងហ្នឹងវាយតាមហ្នឹងទៅទៅយកដាក់430កុដកាណាកាវ៉ាចឹងកន្លែងនេះលេខទូរស័ព្ទក្រុមហ្នឹងយើងវាយលេខទូរស័ព្ទបាទវាយតាមហ្នឹងវាយលេខទូរស័ព្ទតាមហ្នឹងទៅនេះជាលេខអ្នកទទួលអាវ៉ាន់នៅប្រទេសជប៉ុនចឹងយើងដាក់ page អ្នកខែឆ្នាំកំណើតសេវចឹងដោយសារឡើយនេះខ្ញុំដាក់សញ្ញាដកនេះអញ្ចឹងដូចវីដេអូខ្ញុំនិយាយមុនហ្នឹងគឺខ្ញុំបងប្អូនមិនបាច់ដាក់សញ្ញាដកទេអញ្ចឹងឥឡូវខ្ញុំលុបសញ្ញាដកវិញហើយទៅសេវម្ដងទៀត
បាទយើងសែងម្ដងទៀតហើយអូខេយើងចូលទៅ check មើលម្ដងទៀតបាទ check មើលទៅឃើញថាអូខេហើយចាឥឡូវយើងមក check កន្លែង delivery address វិញចង់ដឹងថាវាត្រូវតាមនឹងអត់បាទហ្នឹងហើយឥឡូវវាត្រូវតាមនឹងអស់ហើយយើងអាចទៅ add payment វិញអញ្ចឹងយើងចុច like payment ចុចមក register credit card ចឹងកន្លែងនេះបងហេតុវាយតាមលេខការបងចាក់ស្ដែងដោយសារនេះខ្ញុំគ្រាន់តែឧទាហរណ៍អញ្ចឹងខ្ញុំចេះតែវាយលេខទៅអញ្ចឹងបងឲ្យវាយលេខកាតចុចលេខកាតបាទបន្តមកឈ្មោះបងឈ្មោះក្នុងកាតហ្នឹងព្រោះលេខ3ខ្ទង់ជាមួយនឹងថ្ងៃខែផុតកំណត់របស់កាតព្រោះយើងវាយតាមអក្សរដែលនៅក្នុងរូបហ្នឹងបាទយើងវាយតាមនឹងវិញចុចឆេងមកវានឹងជាប់កាតរបស់យើងនៅហ្នឹងឯងចឹងដោយសារនេះខ្ញុំឧទាហរណ៍ចង់វាជាប់ចឹងរួចរាល់អស់ហើយចឹងចុចមក home វិញមកបាទហើយយើងអាចទៅ check មើលម្ដងទៀតថាទាំងអស់ហ្នឹងធំត្រូវហើយនៅទៅ check មើលសិនមុននឹងយើងដាក់កវងមកបាទអញ្ចឹងឥឡូវយើងទៅ check មើលម្ដងទៀតចាំមើល information បាទមើលអស់មើល delivery address ជាមួយនឹង payment ដោយសារកន្លែងនេះខ្ញុំវត្តបាក់ឯកាតអញ្ចឹងវាអត់ជាប់ឈ្មោះទេបើបងដាក់កាតទៅគឺជាប់ឈ្មោះនិងលេខកាតរបស់បងនៅហ្នឹងអញ្ចឹងសម្រាប់ការបង្កើត account បាយីគឺយើងមានតែប៉ុណ្្នឹងឯងអរគុណ